ថ្ងៃនេះខ្ញុំមានរឿងថ្មីមួយទៀតហើយសម្រាប់លើកយកមកនិយាយប្រាប់អ្នកទាំងអស់គ្នាដែលរឿងយើងថ្ងៃនេះមានចំណងជើងថាធ្វើការពេលយប់អញ្ចឹងចង់ដឹងថារឿងមួយនេះវាមានភាពព្រាបព្រួយយ៉ាងម៉េចខ្លះតោះចូលមកកាន់សាច់រឿងយើងទាំងអស់គ្នារឿងរ៉ាវមួយនេះបានកើតឡើងចំពោះប្អូនប្រុសម្នាក់ដែលគាត់មានឈ្មោះថាសង្ហាគាត់គឺជានិស្សិតឆ្នាំទី2ជំនាញខាងគ្រប់គ្រងម្នាក់នៅក្នុងសាកលវិទ្យាល័យមួយគាត់ថាគាត់គឺជាអ្នកខេត្តដែលឡើងមកទីក្រុងដើម្បីមករៀនបន្តហើយគាត់ក៏មិនមែនជាគ្រួសារដែលមានជីវភាពធូរធារប្រមាណដែរដូច្នេះហើយទើបគាត់សម្រេចចិត្តធ្វើការងារបណ្ដានិងរៀនបណ្ដាដើម្បីរកប្រាក់សម្រាប់គ្រប់គ្រងជីវភាពប្រចាំថ្ងៃរបស់គាត់បានខ្លះណាសង្ហាគាត់បាននិយាយថាគាត់រៀននៅពេលថ្ងៃដូច្នេះហើយនៅពេលយប់គាត់បានធ្វើការនៅក្នុងបារមួយកន្លែងគាត់ថាគាត់ចាប់ផ្ដើមចូលធ្វើការនៅម៉ោង6ល្ងាចរហូតដល់ម៉ោង12យប់បានគាត់ចេញពីធ្វើការនៅក្នុងបារនោះគាត់បាននិយាយថាជាធម្មតាមនុស្សចូលទៅច្រើនមែនទែនទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិប៉ុន្តែចន្លោះម៉ោងដែលភ្ញៀវចូលច្រើននោះគឺចន្លោះពីម៉ោង8រហូតដល់ម៉ោង10យប់ប៉ុណ្ណោះអញ្ចឹងចាប់ពីម៉ោង10យប់ទៅគឺនៅសល់ភ្ញៀវមួយប៉ុណ្ណោះធ្វើការអស់រយៈពេលប្រមាណជា10ខែទៅហើយគាត់ថាគាត់មិនដែលមានបញ្ហាអ្វីនោះទេទាំងពេលគាត់កំពុងធ្វើការនិងពេលធ្វើដំណើរត្រឡប់ទៅផ្ទះវិញប៉ុន្តែនៅយប់មួយគាត់បានជួបហេតុការណ៍ដ៏ចម្លែកមួយដែលគួរឲ្យព្រួយរោមបំផុតគាត់ថានៅយប់មួយនោះគាត់បានតែធ្វើការជាធម្មតាហើយនៅខ្ទង់ម៉ោងប្រហែលជា10កន្លះក៏ស្ងាត់ភ្ញៀវអស់ទៅដោយសារតែនៅថ្ងៃនោះមិត្តរួមការងាររបស់គាត់ណាមានធុរៈអញ្ចឹងគាត់ក៏សុំចេញទៅមុនទៅដែលធ្វើឲ្យគាត់នៅធ្វើការនៅក្នុងបារហ្នឹងដើម្បីចាំកន្លែងរហូតដល់ម៉ោងបិទតែម្នាក់ឯងនោះទេគាត់ថាដោយសារតែឃើញស្ងាត់ភ្ញៀវអស់អញ្ចឹងគាត់ក៏បានរៀបចំលាងសម្ភារៈក្លុកស្រានិងកែផ្សេងឲ្យហើយណាដើម្បីដល់ម៉ោងចេញគឺគាត់បានចេញទៅលឿនអញ្ចឹងខ្ញុំសូមបញ្ជាក់ផងដែរថានៅក្នុងបារហ្នឹងអ្នកទាំងអស់គ្នាគឺគេមានតុសម្រាប់ឲ្យភ្ញៀវអង្គុយនៅក្នុងបរិវេណបារហ្នឹងផងហើយក៏មានតុខ្ពស់ណាដែលយើងអាចអង្គុយទល់មុខនៅកន្លែងក្លុកស្រាបានអញ្ចឹងអ្នកទាំងអស់គ្នាដែលធ្លាប់ចូលទៅក្នុងបារប្រកាសជាស្គាល់ហើយតុដែលគេក្លុកស្រាហើយយើងអាចអង្គុយមើលគេក្លុកស្រាបដើបានណាគាត់ថានៅពេលដែលគាត់លាងសម្ភារៈរួចរាល់ហើយនោះដោយសារតែរៀងល្វើយដែរគាត់ក៏បានពោបខ្លួនទៅលើតុដែលគេក្លុកស្រាហ្នឹងទៅនៅពេលនោះគឺម៉ោងប្រមាណជា10 ជិត 11ទៅហើយគាត់ថាកំពុងតែបិទភ្នែកសង្ងំបានបន្តិចស្រាប់តែឮសំឡេងមានអ្នកគោះទ្វារដែលធ្វើឲ្យគាត់ភ្ញាក់ព្រឹត្តគាត់បានឃើញភ្ញៀវម្នាក់ដើរចូលមកភ្ញៀវនោះគឺជាមនុស្សប្រុសដែលមើលទៅមានអាយុប្រហែលនឹងគាត់ដែរសង្ហាគាត់បានបន្តថាភ្ញៀវម្នាក់នោះបានទៅអង្គុយនៅកៅអីមួយដែលនៅក្បែរជ្រុងជញ្ជាំងណាហើយក៏គាត់អង្គុយបែរមុខមកកាន់កន្លែងក្លុកស្រាសង្ហាក៏បានបន្ថែមថាអប៉ែមួយនោះគឺពាក់អាវខ្មៅដៃវែងមួយដែលមានអាវកាក់លឿងពីលើដែលជាអាវកាក់របៀបជាអ្នកធ្វើសំណង់ណាអ្នកទាំងអស់គ្នាគាត់ស្លៀកខោកប៊យពណ៌ខៀវចាស់សក់របស់គាត់មានភាពរញ៉េរញ៉ៃហើយខោអាវរបស់គាត់ហ្នឹងគឺប្រឡាក់ដីនិយាយទៅសភាពដូចជាគាត់ហ្នឹងទៅបានវាតបគ្នាអញ្ចឹងគាត់មើលទៅដូចជាហត់អស់កម្លាំងហើយហាក់ដូចជាភ័យនឹងអ្វីម្យ៉ាងអញ្ចឹងប៉ុន្តែសង្ហាគាត់ថាគាត់មិនសូវជាភ្ញាក់ផ្អើលជាមួយភ្ញៀវម្នាក់នេះឡើយព្រោះភ្ញៀវសភាពបែបនេះគាត់បានជួបរាប់មិនអស់រួចមកហើយនៅពេលដែលបុរសម្នាក់នោះគាត់អង្គុយចុះនៅលើតុទៅគាត់ក៏បាននិយាយថាយក boiler maker មួយសំឡេងរបស់គាត់បន្លឺឡើងបែបខ្សើមួយតែល្មមមិនអាចឲ្យសង្ហាគាត់ស្ដាប់ឮបានព្រោះពេលនោះរៀងស្ងាត់ដែរនៅក្នុងហាងសង្ហាបាននិយាយថាគាត់បានងក់ក្បាលដើម្បីបញ្ជាក់ថាគាត់ទទួលការកម្មង់របស់បុរសម្នាក់នោះហើយពេលនោះបុរសម្នាក់នោះបានពោកខ្លួនទៅលើតុសម្រាកដែលមើលទៅដូចជាអស់កម្លាំងខ្លាំងណាស់ពេលនោះសង្ហាបានចាប់ផ្ដើមរៀបចំភេសជ្ជៈដែលបុរសម្នាក់នោះគាត់បានកម្មង់សម្រាប់បងប្អូនដែលមិនទាន់ស្គាល់ boiler maker ខ្ញុំសូមបញ្ជាក់ថា boiler maker ហ្នឹងវាជាប្រភេទស្រាលាយម្យ៉ាងដែលគេយកស្រា whisky លាយជាមួយនឹងស្រាបៀរណាអ្នកទាំងអស់គ្នាហើយវាជាភេសជ្ជៈដែលមានជាតិអាល់កុលខ្លាំងដែលងាយធ្វើយើងឆាប់ស្រវឹងលឿនសង្ហាគាត់បាននិយាយថាភ្ញៀវដែលមកនៅក្នុងបារនេះតែងតែផឹកជុំគ្នាហើយនៅពេលដែលពួកគេចិត្តត្រឡប់ទៅផ្ទះវិញពួកគេតែងតែហៅប្រភេទស្រាមួយនេះដើម្បីផឹកដើម្បីឲ្យស្រវឹងលឿនណាសង្ហាគាត់ថាគាត់តែងតែលាងសម្អាតក្អួតភ្ញៀវឡើងចុងសាមទៅហើយរៀបចំភេសជ្ជៈរួចហើយវេលារន្ធត់ក៏បានមកដល់សង្ហាគាត់ថាគាត់បានដាក់ស្រានោះនៅលើតុវែងនៅមុខកន្លែងធ្វើភេសជ្ជៈហ្នឹងគាត់បានក្រឡេកមើលជុំវិញបារទាំងមូលប៉ុន្តែចម្លែកខ្លាំងមែនទែនអ្នកទាំងអស់គ្នាគឺគាត់អត់បានឃើញបុរសម្នាក់នោះទេគឺបាត់ឈឹងតែម្ដងគាត់ថាបើសិនជាបុរសម្នាក់នោះគាត់ដើរទៅបន្ទប់ទឹកក៏សង្ហាគាត់អាចមើលឃើញដែរព្រោះថាទ្វីបបន្ទប់ទឹកណាគឺនៅក្បែរកន្លែងដាក់ស្រានោះទេហើយបើថាបុរសម្នាក់នោះគាត់ចេញទៅក្រៅក៏ដូចជាមិនសមដែរព្រោះហេតុអីដោយសារតែគាត់អត់បានឮសំឡេងបើកទ្វារសោះ
ពេលនោះដើម្បីបញ្ជាក់ឲ្យច្បាស់ណាសង្ហាគាត់ក៏បានដើរទៅមើលនៅខាងក្រៅម្ដងទៀតដើម្បីបញ្ជាក់ប៉ុន្តែអ្នកទាំងអស់គ្នាគឺខាងក្រៅរឹតតែស្ងាត់គ្មានសូម្បីតែមនុស្សម្នាក់ដើរកាត់ឬក៏ជិះកាត់តាមផ្លូវឡើយគាត់ថាគាត់បានដើរចូលទៅក្នុងហាងវិញដើម្បីសម្ដៅទៅកាន់កន្លែងធ្វើស្រាណាហើយពេលនោះគាត់ក៏ឈរឆ្ងល់ហើយគិតមួយសន្ទុះដោយសារតែគាត់រកបុរសម្នាក់នោះមិនឃើញណាអញ្ចឹងគាត់ក៏បានសម្រេចចិត្តថាយកស្រាដែលគាត់បានលីហើយនោះទៅចាក់ចោលវិញប៉ុន្តែនៅពេលដែលគាត់រៀបនឹងយកស្រានឹងទៅចាក់ចោលហើយហ្នឹងអ្នកទាំងអស់គ្នាគាត់ស្រាប់តែឮសូរសំឡេងមនុស្សកណ្ដាស់នៅខាងក្រោយខ្នងគាត់ពេលនោះគាត់ក៏បាយខ្នងទៅហើយក៏ស្រាប់តែឃើញបុរសម្នាក់នោះអង្គុយនៅលើតុនៅមុខកន្លែងធ្វើភេសជ្ជៈនឹងតែម្ដងអ្នកទាំងអស់គ្នាគាត់ថាពេលនោះគាត់រៀងភ្ញាក់ដែរព្រោះសុកបុរសម្នាក់នោះក៏បង្ហាញខ្លួនបែបហ្នឹងហើយពេលនោះបុរសម្នាក់នោះសម្លឹងមកគាត់មិនដាក់ភ្នែកឡើយហើយក៏មិននិយាយអ្វីទាំងអស់សង្ហាក៏ថាពេលនោះគាត់ខំថ្មិចភ្នែកពីរដងខ្លាចក្រែងគាត់ណាមើលច្រឡំឬក៏ស្វាងភ្នែកប៉ុន្តែពេលនោះគឺច្បាស់ណាស់គឺបុរសម្នាក់នោះកំពុងតែអង្គុយសម្លឹងមករកគាត់ឃើញដូច្នេះគាត់ក៏បានយកភេសជ្ជៈដែលគាត់រៀបនឹងចាក់ចោលនោះមកវិញហើយក៏បានហុចទៅឲ្យបុរសម្នាក់នោះគាត់ក៏បាននិយាយសុំទោសទៅកាន់បុរសម្នាក់នោះដែលគាត់រៀបនឹងយកស្រារបស់គាត់ទៅចាក់ចោលណាពេលដែលដាក់ស្រាឲ្យបុរសម្នាក់នោះហើយគាត់បានដើរទៅជ្រុងម្ខាងនៃតុវ័យនោះដែលជាកន្លែងគិតលុយហើយគាត់ក៏បានសម្លឹងទៅមើលនាឡិកាព្យួរជញ្ជាំងក៏បានមើលឃើញថាម៉ោងនោះគឺម៉ោង 7:12 ទៅហើយគាត់នៅតែឆ្ងល់រឿងដែលបានកើតឡើងមុននេះដដែលអង្គុយនៅទីនោះប្រហែលជា3នាទីគាត់ក៏បានងាកទៅមើលបរិះនោះម្ដងទៀតគាត់ឃើញបរិះម្នាក់នោះបានពោកក្បាលទៅនឹងតុវ័យនោះដោយកែវស្រាគឺទទេអញ្ចឹងមានន័យថាបរិះម្នាក់នោះគាត់បានផឹកស្រានោះអស់ទៅហើយសង្ហាគាត់ថាពេលនោះគាត់រៀងអបន្តិចដែរព្រោះថាមិនបានលឺបរិះម្នាក់នោះកំងស្រាថែមទៀតទេអញ្ចឹងគាត់ក៏អាចគិតលុយឆាប់ហើយក៏នឹងអាចបិទហាងបានលឿនផងដែរហើយនៅពេលនោះគាត់ក៏មិនបានទៅដាស់បរិះម្នាក់នោះភ្លាមដែរគាត់ចង់ឲ្យបរិះម្នាក់នោះសម្រាកបន្តិចទៅចាំគាត់ទៅដាស់គាត់តាមក្រោយគិតហើយគាត់ក៏បន្តអង្គុយនៅកន្លែងគិតលុយណាអ្នកទាំងអស់គ្នាហើយអង្គុយចុចទូរស័ព្ទលេងជាធម្មតាតែពេលនោះគាត់មានអារម្មណ៍ចម្លែកមែនទែនគាត់ថាដូចជាមាននរណាម្នាក់កំពុងតែសម្លឹងមករកគាត់អញ្ចឹងដោយមានអារម្មណ៍បែបហ្នឹងគាត់ក៏បានដាក់ទូរស័ព្ទចុះហើយក៏កលៀសភ្នែកមើលទៅបរិះម្នាក់នោះម្ដងទៀតប៉ុន្តែអ្នកទាំងអស់គ្នាដឹងមិនទេគាត់ថាពេលនោះគឺស្រាប់តែបាត់បរិះម្នាក់នោះម្ដងទៀតគាត់ខំដើរមើលជុំវិញនៅកន្លែងដែលគាត់អង្គុយនោះគឺរកមិនឃើញទេគឺឃើញតែកែវស្រាដែលគាត់បានទុកចោលនៅលើតុនោះឯងហើយពេលនោះគាត់បានងាកទៅមើលតុដែលបរិះម្នាក់នោះអង្គុយដំបងណាខ្លាចថាគាត់បានទៅអង្គុយកន្លែងនោះវិញប៉ុន្តែគឺអត់ឃើញទេអញ្ចឹងគាត់ក៏បានកលៀសភ្នែកមកវិញស្រាប់តែឃើញបរិះម្នាក់នោះមកអង្គុយតុនៅទៅមុខដែលកន្លែងដែលគាត់គិតលុយនឹងតែម្ដងអ្នកទាំងអស់គ្នាបរិះម្នាក់នោះគឺចម្លែកខ្លាំងមែនទែនគាត់អង្គុយសម្លឹងមកកាន់គាត់ដោយមិនដាក់ភ្នែកនោះទេហើយរាងកាយរបស់គាត់ក៏អត់កម្រើកដែរសូម្បីតែទ្រូងរបស់គាត់ដែលមើលទៅដូចជាអត់ដកដង្ហើមអញ្ចឹងហើយនិយាយទៅគឺគាត់អង្គុយស្ងៀមដោយរូបចម្លាក់អញ្ចឹងអ្នកទាំងអស់គ្នាពេលនោះសង្ហាគាត់ថាអារម្មណ៍ខ្លាចក៏បានកើតឡើងមកគាត់ថាភ្នែករបស់ម្នាក់នោះមើលយូរទៅគឺគួរឲ្យខ្លាចទៅរហូតដល់គាត់លែងហ៊ានមើលមុខបរិះម្នាក់នោះចំដោយអារម្មណ៍មិនស្រួលពេលនោះគាត់ក៏បានចាប់ផ្ដើមដើរចេញពីបរិះម្នាក់នោះម្ដងបន្តិចតែបរិះម្នាក់នោះក៏បែរក្បាលសម្លឹងមករកគាត់ដដែលហើយអត់ថ្មិចភ្នែកទេអ្នកទាំងអស់គ្នាខ្លួនរបស់គាត់គឺនៅស្ងៀមហើយគឺគាត់បែរតែក្បាលតែប៉ុណ្ណោះដោយសារតែពេលនោះសង្ហាគាត់ថាគាត់មើលទៅបរិះនោះចម្លែកខ្លាំងមែនទែនអញ្ចឹងគាត់ក៏ដាច់ចិត្តស្រែកសួរទៅកាន់បរិះម្នាក់នោះបងអាចគិតលុយឥឡូវបានទេព្រោះយើងចិត្តដល់ម៉ោងបិទហាងហើយតែបរិះម្នាក់នោះមិនបាននិយាយអ្វីទាំងអស់អ្នកទាំងអស់គ្នាក្រៅពីសម្លឹងមកគាត់ដោយមិនព្រិចភ្នែកទេសង្ហាគាត់ថាពេលនោះគឺគាត់នៅឆ្ងាយពីបរិះនោះប្រហែលជា3ម៉ែត្រប៉ុន្តែបានមួយសន្ទុះក្រោយមកបរិះម្នាក់នោះក៏របៀបថាគាត់មានចលនាឡើងវិញណាដែលធ្វើឲ្យសង្ហាគាត់មានអារម្មណ៍ថារៀងធូរស្បើយបន្តិចហើយគាត់ក៏បានដើរមកកន្លែងគិតលុយនោះវិញដើម្បីចេញបងឲ្យបរិះម្នាក់នោះណាសង្ហាគាត់ថារៀបនឹងចុចចេញបងទៅហើយស្រាប់តែទូរស័ព្ទគាត់លាន់ឮសំឡេងសារមួយចេញមកគាត់ថាលេខដែលផ្ញើសារមកគាត់ហ្នឹងគឺជាលេខចម្លែកដែលគាត់មិនដែលស្គាល់ពីមុននោះទេតែគាត់បានបើកសារនោះមើលដោយសារនោះបានសរសេរថាសួស្តីសម្លាញ់គ្នាគឺជាវណ្ណៈតើឯងចេញពីធ្វើការហើយនៅយើងមានរឿងបន្ទាន់ចង់និយាយជាមួយឯងគាត់ថាពេលនោះគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនវណ្ណៈបានស្លាប់បាត់ទៅហើយតែគាត់អាចផ្ញើសារមកបានដោយរបៀបម៉េចគាត់បានរៀបរាប់ថាវណ្ណៈហើយនឹងគាត់ហ្នឹងគឺជាមិត្តរួមថ្នាក់ជាមួយគ្នាការដែលគាត់រៀននៅវិទ្យាល័យណាវណ្ណៈគាត់មានរូបរាងសង្ហាដែលធ្វើឲ្យស្រីៗនៅក្នុងសាលាលួចក្រាស់គាត់គ្រប់គ្នាប៉ុន្តែថ្ងៃមួយគាត់បានឃើញវណ្ណៈ
គឺលួចមានស្រីថ្មីបោកប្រាស់ចិត្តមិត្តស្រីរបស់គាត់ណាសង្ហាក៏ថាគាត់បានប្រាប់វណ្ណៈថាកុំឲ្យយកបេះដូងមនុស្សស្រីមកលេងសើចបែបនេះគឺវាមិនល្អទេប៉ុន្តែវណ្ណៈអត់បានស្ដាប់គាត់ទេហើយចាប់ពីពេលនោះមកគាត់ក៏ឈប់ដើរជាមួយវណ្ណៈតទៀតទៅប៉ុន្តែប្រហែលថ្ងៃក្រោយស្រាប់តែលើពាក្យចចាមរាមថាវណ្ណៈគាត់ត្រូវបានមិត្តប្រុសរបស់ស្រីទី2របស់គាត់នឹងវាធ្វើបាបពេលនោះវណ្ណៈត្រូវបានអ្នកនៅក្នុងសាលាមើលងាយនឹងសើចចំអកហើយឪពុកម្ដាយរបស់គាត់ក៏មិនខ្វាយខ្វល់ជាមួយគាត់ទៀតប៉ុន្មានសប្តាហ៍ក្រោយមកគ្រប់គ្នាក៏បានបាត់ដំណឹងពីវណ្ណៈឈឹងរហូតដល់មានភ័យក្លិនស្អុយចេញពីព្រៃនៅក្រោយសាលាណាទើបគេនាំគ្នាទៅមើលនៅក្នុងព្រៃនោះគេបានឃើញថាវណ្ណៈគាត់បានចងកសម្រាប់ខ្លួនហើយសាកសពរបស់គាត់ចាប់ផ្ដើមមានក្លិនស្អុយនិងរលួយបាត់ទៅហើយងាកមកកាន់ហេតុការណ៍ដែលកំពុងកើតឡើងវិញសង្ហាក៏ថារវល់តែឆ្ងល់ទៅនឹងសារទូរស័ព្ទហើយនឹងគិតអំពីមិត្តចាស់របស់គាត់ក៏បានងើបមុខមកមើលបរិសម្នាក់នោះម្ដងទៀតហើយបរិសម្នាក់នោះក៏បានបាត់ខ្លួនជាលើកទី3គាត់បានព្យាយាមសម្លឹងមើលជុំវិញក៏ស្រាប់តែឃើញបរិសម្នាក់នោះគឺឈរដាក់ដៃស្របទៅនឹងដងខ្លួនហើយបែរមុខទៅជញ្ជាំងនៅក្បែរតុដែលគាត់បានអង្គុយលើកដំបូងហ្នឹងគាត់ថាគាត់បានដើរតិចទៅរកបរិសម្នាក់នោះហើយបរិសម្នាក់នោះបានបញ្ចេញសម្លេងធ្ងរគួរឲ្យព្រឺរោមតែម្ដងសង្ហាក៏ថាពេលនោះគាត់ភ័យឡើងញ័រដៃហើយភ្លាមគាត់បានទូរស័ព្ទទៅប្តឹងប៉ូលីសផងដែរដើម្បីឲ្យជួយអន្តរាគមន៍ណាព្រោះគាត់បារម្ភថាមើលទៅបរិសម្នាក់នេះដូចជាមនុស្សឈួតបន្តិចដូចជាមនុស្សចម្លែកបន្តិចចឹងណាគាត់បានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ទៅប៉ូលីសទាំងភ័យហើយបរិសម្នាក់នោះក៏នៅតែបន្តបញ្ចេញសម្លេងគួរឲ្យខ្លាចនោះមិនឈប់សោះក្រោយពីស្ដាប់ហេតុការណ៍ហើយប៉ូលីសបានប្រាប់ឲ្យសង្ហាព្យាយាមនៅឲ្យឆ្ងាយពីបរិសម្នាក់នោះហើយប៉ូលីសក៏ថាគាត់នឹងធ្វើដំណើរមកកាន់ទីតាំងឆាប់នេះនៅពេលដែលគាត់បានដាក់ទូរស័ព្ទចុះស្រាប់តែបរិសម្នាក់នោះស្រែកលឺទៅហើយក៏បានបែរមុខងាកមកកាន់គាត់ហើយគ្រាន់តែបរិសម្នាក់នោះងាកមុខភ្លាមណាភ្លើងក៏រលត់ភ្លឹបពេលនោះគាត់ភ័យខ្លាំងហើយក៏ថាគាត់បានរត់ទៅពួននៅក្នុងតុវែងដែលជាកន្លែងធ្វើភេសជ្ជៈណាអញ្ចឹងនៅក្នុងបារហ្នឹងក៏ថានៅពេលដែលភ្លើងដាច់គឺមានអំពូលមួយទៀតដើម្បីភ្លឺជំនួសគឺជាអំពូលសូឡាប៉ុន្តែអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាអំពូលសូឡាគឺវាមិនភ្លឺខ្លាំងដូចអំពូលធម្មតាទេសង្ហាក៏ថាគាត់បានពួននៅក្នុងតុនោះហើយលួចមើលតាមប្រហោងតូចមួយណាតែអ្វីដែលតក់ស្លុតបំផុតនោះគឺថាគាត់បានឃើញបរិសម្នាក់នោះបែរមុខញញឹមដោយបញ្ចេញធ្មេញនឹងខ្មៅហើយដៃរបស់គាត់ពុតទៅក្រោយដូចគេចាប់កាច់អញ្ចឹងអ្នកទាំងអស់គ្នាបរិសម្នាក់នោះគាត់ញញឹមហើយដើរតិចមកកាន់តុវែងនោះពេលដែលដើរកាន់តែជិតគាត់ក៏សង្កេតឃើញថាភ្នែករបស់ម្នាក់នោះក៏ចាប់ផ្ដើមហូរឈាមចេញមកបរិសម្នាក់នោះនៅតែរំកិលមកយឺតហើយនិយាយថាយើងមានរឿងចង់បកស្រាយប្រាប់ឯងសង្ហាថាពេលនោះគាត់ភ័យខ្លាំងមែនទែនតែគាត់មិនអាចធ្វើអ្វីបានទេគឺមានតែសំងំទ្រាំភ័យរងចាំដើម្បីប៉ូលីសមកដល់បរិសម្នាក់នោះនៅតែបន្តដើរចូលមកយឺតដោយភ្នែកហូរឈាមឲ្យរហាមហើយដៃពុតទៅក្រោយដើរកាន់តែមកជិតបរិសម្នាក់នោះស្រែកកាន់តែខ្លាំងឡើងខ្ទោពេញហាងតែម្ដងភ្លាមនោះបរិសម្នាក់នោះក៏ដួលទៅនឹងដីហើយប្រកាច់ពេញនឹងតែម្ដងអ្នកទាំងអស់គ្នាហើយនៅពេលដែលគាត់ប្រកាច់ហ្នឹងគឺមានហូរឈាមចេញតាមមាត់និងត្រចៀកថែមទៀតផងពេលដែលឃើញបែបនោះសង្ហាគាត់បានដើរចេញពីតុមកតែគាត់មិនហ៊ានចូលទៅជួយបរិសម្នាក់នោះទេព្រោះគាត់ដូចជាមិនទុកចិត្តសោះនៅពេលដែលបរិសម្នាក់នោះកំពុងតែប្រកាច់សុកសັບតែក្រោកឡើងវិញអ្នកទាំងអស់គ្នាហើយនៅពេលដែលគាត់ក្រោកឈរនោះគឺគាត់មានខ្សែពួររុំនៅនឹងករបស់គាត់ហើយនៅពេលដែលគាត់ក្រោកឈរនោះគឺគាត់ញញឹមដែលញញឹមមិនមែនញញឹមបែបស្រស់ស្រាយណាអ្នកទាំងអស់គ្នាគឺញញឹមគួរឲ្យខ្លាចជាទីបំផុតសង្ហាក៏ថាពេលនោះដោយសារតែគាត់ភ័យខ្លាំងពេកគាត់ក៏បានរត់ចូលទៅក្នុងតុវែងនោះវិញហើយនៅពេលដែលគាត់ពួននៅក្នុងតុវែងនោះម្ដងទៀតអ្នកទាំងអស់គ្នាគាត់នៅតែបន្តឮសំឡេងសម្រាប់ជើងដើរមកយឺតមកកាន់តុដែលគាត់កំពុងពួននោះគាត់ថាគាត់ខ្លាចស្ទើរតែសន្លប់នៅពេលនោះហើយគាត់បិទភ្នែកមិនហ៊ានបើកឡើយស្រាប់តែពេលនោះសំឡេងដើរក៏ស្ងាត់ឈឹងហើយក៏មានដៃមួយលូកមកចាប់ស្មារបស់គាត់បានស្រែកយ៉ាងខ្លាំងដោយក្តីភ័យខ្លាចហើយនៅពេលនោះគាត់បានឮសំឡេងបរិសម្នាក់និយាយថាខ្ញុំជាប៉ូលីសទេពេលនោះគាត់បានបើកភ្នែកហើយក៏បានក្រោកឈរឡើងគាត់បានឃើញប៉ូលីស2-3នាក់នៅក្នុងហាងរបស់គាត់ប៉ូលីសបានសម្រួលអារម្មណ៍របស់គាត់ហើយបាននាំគាត់ដើរសម្ដៅឆ្ពោះទៅកាន់ឡានពេទ្យមួយពេលដើរចេញទៅគាត់ក៏ឆ្ងល់ដែរថាតើបរិសចម្លែកម្នាក់នោះបាត់ទៅណាហើយគាត់គិតបណ្ដើរហើយស្រាប់តែដើរចិត្តទៅដល់ឡាននោះទៅហើយប៉ូលីសបានចាប់គាត់បោះចូលទៅក្នុងឡានពេទ្យនោះតែម្ដង
ពេលនោះគាត់បានឃើញសាកសពរបស់មនុស្សម្នាក់ដែលកំពុងដេកនៅលើកេរសង្គ្រោះបន្ទាន់នៅក្នុងឡាននោះដោយសាកសពនោះមានគ្របកណាត់សថែមទៀតផងគាត់ថាអារម្មណ៍ភ័យខ្លាចក៏ចាប់ផ្ដើមកើតឡើងសារជាថ្មីម្ដងទៀតហើយគាត់ក៏បានលូកដៃយឺតដើម្បីទៅបើកកណាត់សនោះចេញណាដើម្បីដឹងថានរណាគឺជាសាកសពដែលកំពុងដេកនៅលើក្រែក្នុងឡាននោះណាពេលនោះគាត់ថាគាត់ពិតជាតក់ស្លុតជាខ្លាំងអ្នកទាំងអស់គ្នាព្រោះថាសាកសពដែលនៅលើក្រែនោះគឺជាសាកសពរបស់បរិសចម្លែកម្នាក់នោះគាត់បានដកដង្ហើមញាប់ដោយក្តីភ័យខ្លាចជាខ្លាំងភ្លាមនោះអ្នកទាំងអស់គ្នាស្រាប់តែសាកសពនោះបើកភ្នែកធំឡើងហើយបានលូកដៃមកចាប់ដៃគាត់យ៉ាងជាប់ដែលធ្វើឲ្យពេលនោះសង្ហាគាត់ស្រែកមួយទន្ទឹងរហូតដល់គាត់ភ្ញាក់ពីគេងគាត់ថាពេលនោះគាត់បានក្រោកឡើងមកទាំងបែកញើសជោកខ្លួនហើយបានមើលទៅកាន់នាឡិកាដែលព្យួរនៅជញ្ជាំងក៏គាត់បានឃើញថាម៉ោងទើបតែ11កន្លះតើគាត់បានដកទូរស័ព្ទចេញពីហោប៉ៅរបស់គាត់ដើម្បីមើលថាមានសារអ្វីឬអត់តែគឺវាទៅទេគ្មានអ្វីនោះទេគាត់បានដកដង្ហើមធំព្រោះថាគាត់ធូរចិត្តមែនទែនដោយសារតែហេតុការណ៍ដែលបានកើតឡើងមុននេះគ្រាន់តែជាសប្បុរសអាក្រក់ប៉ុណ្ណោះបន្ទាប់មកគាត់បានដើរទៅបន្ទប់ទឹកដើម្បីលុបមុខឲ្យស្លាស់មុខស្លាស់មាត់ណាបន្ទាប់ពីលុបមុខហើយគាត់បានដើរចេញមកវិញដើម្បីពិនិត្យមើលជុំវិញហាងប៉ុន្តែសភាពហាងគឺមើលទៅហាក់ដូចជាធម្មតាដូចជាអត់មានរឿងអីកើតឡើងដូចជាគាត់បានឃើញមុននឹងនៅក្នុងយសពនោះទេដោយសារតែគ្មានអ្វីដែលគួរឲ្យកត់សម្គាល់នោះគាត់ក៏បានដើរមកកាន់កន្លែងធ្វើភេសជ្ជៈវិញតែអ្វីដែលចម្លែកណាទាំងអស់គ្នាគឺគាត់បានឃើញកែវប្រឡាក់មួយដែលនៅក្នុងកន្លែងលាងកែវតែបើតាមគាត់ចាំមុននឹងគាត់ដាក់ខ្លួនគេនោះគាត់ថាគាត់បានលាងសម្អាតសម្ភារៈនិងកែវផ្សេងៗរួចអស់ហើយអញ្ចឹងកែវមួយនេះជាកែវរបស់អ្នកណា